ជំរាបសួរអ្នកទាំងអស់គ្នាពីនេះសូមជើញតាមដានរឿង One Piece បន្តទៀតវីដេអូនេះចាប់ផ្ដើមជាមួយនឹង Perona ដែលជាអ្នកវិទ្យាបល្លឹងខ្មោចនាងពិតជាក្លាហានណាស់ហ៊ានលួចចូលទៅក្នុងគុកមួយនៅក្នុងទឹកដីរបស់ Blackbeard ពេលទៅដល់នាងបានប្រើក្បាច់នៃកាធា Holo របស់នាងទៅព្រួលពួកអ្នកយាមឲ្យទិនជង្គង់សែទាំងអស់គ្នាបន្តមកនាងក៏បានយកសោពីពួកគេក្រោយមកពេលចូលទៅដល់ខាងក្នុង Perona ក៏បានជួបជាមួយនឹង Kobe ដែលត្រូវបាន Blackbeard ចាប់ឃុំទុកនៅទីនោះផងដែរហើយនៅពេលហ្នឹង Perona បាននិយាយលក្ខខណ្ឌជាមួយ Kobe ថានាងនឹងជួយដល់លែងគាត់ជាការដល់ Kobe ត្រូវជួយនាងទៅរំដោះ Vico Mori ដែលជាមេចារបស់នាងបន្តមកមិនយូរប៉ុន្មានគេបានប្រកាសឲ្យចៅសមុទ្រទូទាំងកោះដឹងថា Kobe បានរត់ចេញពីគុកហើយវាគឺជាដំណឹងល្អមួយសម្រាប់ពួកគេព្រោះតម្លៃខ្លួនរបស់ Kobe គឺផ្កាយ5ស្មើនឹង500លាន berry ជាមួយនឹងតម្លៃខ្លួនដល់ខ្ពស់អញ្ចឹង Kobe នឹងក្លាយទៅជាផ្ទៃស៊ីតរបស់ក្រុមចៅសមុទ្រទាំងអស់ដែលមានវត្តមាននៅលើ Pirate Island ហ្នឹងកាត់ទៅមើល Kobe បន្ទាប់ពីរួចខ្លួនចេញពីគុកគាត់ក៏បានជួយរំដោះប្រជាជនដែលគេទុកនោះធ្វើជាទេសកលមួយចំនួនធំមកជាមួយផងដែរនៅលើកោះ Pirate Island ហ្នឹងមានក្បាលខ្មៅមួយដែលមានចលនាដូចនឹងមានជីវិតហើយក្រុមចៅសមុទ្រនាំគ្នាហៅគាត់ថា Pizarro និយាយថាមុននឹងគាត់មានអារម្មណ៍ថាល្មមនៅទ្រូខាងឆ្វេងកន្លែងដែលគេឃុំពួកទេសកលក្រោយមកទើបដឹងថាពួកទេសកលបាននាំគ្នារត់អស់ហើយដល់ពេលអញ្ចឹងទៅគាត់ក៏បញ្ជាឲ្យកូនចៅរបស់គាត់ដេញចាប់ពួកទេសកលមកឃុំទុកវិញពេលលេងចឹងប្រជាជនដែលកំពុងតែរត់តិចជាមួយ Kobe អត់ចោតទៅជាមួយ Kobe ទេដោយសារតែខ្លាចទេដៃទៅជាងគាត់ប៉ុន្តែ Kobe បែរជានិយាយថាគាត់នឹងរត់ទៅវិឆោតឲ្យក្រុមចៅសមុទ្រលេងតាមគាត់ទោះអាកាយប្រជាជនរត់គេចការលែបបោរបស់ Kobe នៅពេលនោះបានធ្វើឲ្យប្រជាជនដឹងគុណគាត់យ៉ាងខ្លាំងខណៈពេលនេះ Blackbeard ហើយនៅកូនចៅខ្លាំងក្លារបស់គាត់អត់នៅកោះ Pirate Island នឹងទេនៅសារតែកូនចៅមួយចំនួននៅការពារកោះមានដូចជាទី1គឺ Serious ដែល Blackbeard បានជួយរំដោះចេញពីគុក Empire Down ទី2គឺ Pizarro ដែលមានសមត្ថភាពគ្រប់គ្រងកោះតែមួយហើយរូបក្បាលខ្មៅដែលធំជាងគេនៅលើកោះហ្នឹងគឺគាត់នឹងឯងទី3គឺ Vasco ដែលមើលទៅគាត់ផឹកតែស្រាទេប៉ុន្តែសមត្ថភាពរបស់គាត់គឺគាត់អាចដុតកោះតែមួយឲ្យឆេះសន្ធោសថៅក្នុងដាតភ្លើងបានទី4គឺយក្សដែលធំជាងគេនៅក្នុងរឿង One Piece ឈ្មោះថា Wolf ប្លត់ទៅមើល Kobe វិញពេលនេះគាត់កំពុងតែរឹបវិឆោតក្រុមចៅសមុទ្រឲ្យដេញតាមគាត់ទោះឲ្យការឲ្យអ្នកទោសផ្សេងទៀតរត់គេចនៅពេលនោះស្រាប់តែមានក្របផ្លោមផ្លោឡើងមកដល់លើកោះហើយក្រុមចៅសមុទ្របានសាយថាមាននាវាចម្បាំងរបស់កងម្រាមមួយគ្រឿងមកសម្រុកចូលមើលក្រោយមកបន្តិចមានកងម្រាមមួយក្រុមដែលមានរូបរាងប្លែកៗសម្រុកចូលទៅប្រយុទ្ធជាមួយនឹងក្រុមចៅសមុទ្រហើយមើលទៅម្រាមអស់នោះមានសមត្ថភាព level full ប្រភេទ Logia ទៀតកំភ្លើងបាញ់ត្រូវក៏មិនស្លាប់កាត់ដាច់ក្បាលក៏អត់អីហើយជឿបន្តមានគេខែពុទ្ធហែចម្លែកគឺគេជារំកិលខ្លួននៅទីតាំងតាមពិតអាគីអននឹងខ្លាចខ្សែតេរបស់ត្រីស្អាតម្នាក់ឈ្មោះ Koyaku ដែលជារ៉េអេមរ៉មម្នាក់ធ្វើការនៅក្នុងក្រុម SWAT ជាមួយនឹង Kobe ត្រឡប់ទៅមើល Kobe វិញពេលនេះក៏ត្រូវបានគេឡោមព័ទ្ធចិត្តរតនាលែងរួចហើយនៅពេលនោះក្រុមចៅសមុទ្របាននាំគ្នាបាញ់ Kobe តែម្ដងតែចម្លែកណាស់ក្រោះកំភ្លើរបស់ពួកគេបានប្រើទៅយិបការទៅវិញអានោះវាមិនមែនជាសមត្ថភាពដែលវា fruit អីទេវាគឺជាការច្នៃប្រឌិតមួយរបស់ Dr. Vega Pang ហើយអ្នកដែលបានយកវិច័យវិទ្យានោះមកប្រើគឺ Hibari ដែលជាក្រុមការងាររបស់ Kobe នៅលើដៃរបស់នាងមានកំភ្លើងបាញ់ជាងក្របពិសេសមួយយ៉ាងដែលធ្វើឲ្យរំសេវរបស់ស្រូវខ្លាយទៅជាផ្កាហើយរឿងដែលឡៃមួយទៀតគឺ Hibari នឹងលួចក្រាស់ Kobe នៅលើដំបូងម្ខាងទៀតមានបរិមម្នាក់សក់ប៉បបៃតងក៏ជាគ្នារបស់ Kobe ម្នាក់ផងដែរគាត់មានឈ្មោះថា Cruz ហើយសមត្ថភាពពិសេសរបស់គាត់គឺគ្រប់គ្រងដីឥដ្ឋតែប៉ិតក្រុម Marine ដែលមានរូបរាងចម្លែកដែលយើងបានឃើញមុនហ្នឹងគឺជាដីឥដ្ឋរបស់ Cruz តែប៉ុណ្ណោះគាត់មកទៅពេលនេះគូជាគូបានប្រើអាគារទៅបិទផ្លូវមិនឲ្យក្រុមចៅសមុទ្ររត់ទៅណារួចទេហើយវាដល់ពេលដែលពួកគេត្រូវចេញប្រតិបត្តិការហើយនៅលើផ្ទៃសមុទ្រនៅវិញថាស្គីបានរាយការណ៍ប្រាប់កាបថាអ្នកនៅលើកោះបានរៀបចំរួចអស់ហើយក្រោយមកកាបបានប្រើកម្លាំងព្យូដៃបាយរិញទូរបស់គាត់ហោះឡើងទៅលើអាកាសសម្ដៅទៅកាន់កោះការទៅកាន់ទីនោះមានគោលបំណងតែមួយគត់គឺជួយរំដោះ Kobe គាត់បានស្រែកស្ដីឲ្យក្រុមចៅសមុទ្រ Blackbeard ដែលខ្លាំផងមានកាប់ Kobe ដែលជាកូនសិស្សសម្រាប់របស់គាត់ដំណើរទៅដល់របស់កាប់នៅពេលនោះគឺសាហាវខ្លាំងជាពិសេសគឺក្បាច់ Galaxy Impact របស់គាត់វាយតែពីចម្ងាយសោះក៏ប៉ាំងខ្ទេចប៉ាំងខ្ទីដែរបន្តមកមើលទៅពេលការរំដោះ Kobe នៅពេលនោះបានទទួលជោគជ័យ 100% អត់មានបញ្ហាអីឡើយមិត្តភ័ក្តិជិបស្និទ្ធរបស់ Kobe ដោយជាហៅ Maple អីមានការរំភើបចិត្តយ៉ាងខ្លាំងពេលដែលឃើញ Kobe នៅមានជីវិតក្រោយមកបន្តិចស្រាប់តែ Hibari ដែលកំពុងតែរត់ក្រោយ Kobe សោះស្រាប់តែកកហើយអ្នកដែលមានសមត្ថភាពអាចធ្វើអញ្ចឹងបានគ្មាននរណាផ្សេងទេក្រៅពី Kusan បន្ទាប់ពីបានលាលែងពីតំណែង Emerald ចុះធ្វើ Marine Kusan បានមកច្រកកោនជាមួយ Blackbeard គ្មានអ្នកណាដឹងទេថា Kusan យកបានអីឲ្យពិតប្រាកដបានជាគាត់សុកចិត្តដាក់ខ្លួនធ្វើជាឆ្កែរបស់ Blackbeard អញ្ចឹងនៅពេលហ្នឹង Kobe បានបោះ Kusan នៅដល់ Lay Hibari វិញប៉ុន្តែការដឹងថាអត់ប្រយោជន៍ទេមើលទៅលើកនេះថតតែប្រាកណ្ដាប់ដៃហើយទៅបាញ់ដោះស្រាយបញ្ហាបានចាប់ដើមឡើង Kusan បានប្រើតកកាប់ជើងកាប់ជាប់បន្តមកក៏ប្រើតិចនិចមួយឈ្មោះ Ice Ball កូឌីកាប់ហ្គានដាក់ចូលទៅក្នុងដុំតកតែម្ដងឃើញចឹងខាងក្រុមដេនមានការភ្លឺបារម្ភពីកាប់យ៉ាងខ្លាំងចំណែកខាងកៅសមុទ្រវិញនងហៀសប្បាយចិត្តបន្តមក Kusan បានកាច់ដុំតកយ៉ាងស្រួចម្ដុំធំគប់សណ្ដែកទៅរកកាប់សណ្ដានដែលកាប់រើពីដុំតករួចហើយកាច់តាន់ឬហើយក៏សម្រាប់វាយបកទៅកាន់ Kusan វិញនៅពេលនោះ Kusan នាំព្យាយាមគប់តកទៅកាន់កាប់ដែរតែកាប់គិតតន់រហូតក្រោយមកទៀតកាប់បានលូតទៅកាប់ក្បាល Kusan ជាប់ហើយត្រាក្បាច់ Blue Hole របស់ Kusan ជំនួសចូលទៅក្នុងដីយ៉ាងជ្រៅ
បន្ទាប់ពីចាត់ការគូសានបានហើយយៈដែលធំជាទីបំផុតនៅក្នុងរឿង One Piece ឈ្មោះ Wolves បានងើបពីដីប៉ុន្តែធំតែមានជាតមូនទេនៅពេលនោះការបានលោតទៅដើរក៏មិនដែលពោតធ្នះហើយខ្ទាតជួយនៅក្នុងទឹកសមុទ្របាត់បន្តមកកូនកាយរបស់ Blackbeard ម្នាក់ទៀតឈ្មោះ Vasco បានចូលមកដល់ហើយអត់មាននិយាយច្រើនទេគាត់បានព្រួសស្រាយជាងមាត់ព្រោះដិតភ្លើម្នាយឆេះយ៉ាងសន្ធោសន្ធៅនៅពេលនោះការបានកាប់ក្រុមចៅសមុទ្រអាមេអាម៉ត់តែត្រូវភ្លើងឆេះហើយដៃដួលនៅទីនោះគប់ត្រឡប់ទៅវិញដោយក្របបែកអញ្ចឹងក៏មកទៅពេលហ្នឹងក្រុមកូនការរបស់កាបបានជួយប្រជាជនដែលគេគិតថាអ្នកតូឡើងទៅលើទូកអស់ហើយដល់ពេលអញ្ចឹងកាបក៏បញ្ជាឲ្យកូនការរបស់គាត់ដែលនៅសេសាល់មានកូប៊ី Helvepo ហើយនិង Cruz នាំគ្នាដកថយដល់ពេលនោះស្រាប់តែគូសានត្រឡប់មកវិញហើយនិយាយគម្រាមថាក៏មិនអោយនរណារួចខ្លួនបានទេបន្ទាប់មកស្រាប់តែកូប៊ីលើសម្ដីស្រីម្នាក់ស្រែកឲ្យជួយហើយក្នុងនាមគាត់ជាវីដាបរោះក៏ស្ទូវត្តទៅជួយមែនដែលតាមការពិតវាគ្រាន់តែជាអន្ទាក់តែប៉ុណ្ណោះដល់ពេលនោះស៊ីរីយូដែលពេលនេះគាត់គេបំបាំងកាយបានប្រើដែរស្ទូទីកាកូប៊ីប៉ុន្តែការបានយកខ្លួនទៅពាំងជំនួសក្រោយពេលត្រូវរបបប៉ុណ្ណឹងហើយកាប់នៅតែមានកម្លាំងអាចកាប់ស៊ីរីយូបោតទៅដីផោងពេលឃើញកាប់ត្រូវរបបធ្ងន់អញ្ចឹងកូប៊ីមិនទៅខ្លួនអីយ៉ាងខ្លាំងតែកាប់បានមកយកកូប៊ីថាស៊ីរីយូបានរីកម្មហានកាយកងកាក់គាត់តាមវិណាមបន្ទាប់មកក្រុមកូនចៅអាមេមករបស់ Blackbeard ឆ្លៀតពេលកាប់ត្រូវរបបធ្ងន់ក៏ចោលសម្រុកចូលមកសម្លាប់គាត់ដើម្បីយកប្រាក់រង្វាន់ពួកគេនាំគ្នានិយាយថាតម្លៃខ្លួនរបស់កាប់គឺ 3000 លាន berry ស្មើនឹង Luffy ដែរប៉ុន្តែគូសានមិនអោយពួកអាមេមកទីចាត់ការកាប់ទេទៅឲ្យគាត់ជាអ្នកធ្វើនៅពេលនោះគូសានបានសម្រុកចូលទៅប្រយុទ្ធជាមួយនឹងកាប់ម្ដងទៀតហើយក្នុងពេលតែមួយសេរឿងបានកើតឲ្យយើងឃើញពីប្រវត្តិរបស់គូសានជាមួយនឹងកាប់ខ្លះតាមពិតទៅមុននឹងខ្លាយជា Emerald គូសានក៏ធ្លាប់ជាកូនសិស្សរបស់កាប់ម្នាក់ដែរវាគូណាស់តែគូសានទៀតនឹងគុណគ្រូខ្លះប៉ុន្តែនេះអត់ទេការប្រយុទ្ធគ្នានៅជុំនឹងកាប់និងគូសានបានបដូរកណ្ដាប់ដៃគ្នាម្នាក់ម្ដាយពេញលំហឹងបន្ទាប់មកពីសារ៉ូចាប់ផ្ដើមមកជាងសកម្មភាពម្ដងសមត្ថភាពពិសេសរបស់គាត់គឺគាត់អាចគ្រប់គ្រងកោះទាំងមូលមែននៅពេលនោះគាត់បានធ្វើឲ្យកោះទាំងមូលដកដៃដល់ជាងធំហើយក៏បលូនដៃចោលទៅវាយបលិទូរបស់កាប់ឃើញថាស៊ូគីក៏បញ្ជាឲ្យគ្នារបស់នាងត្រៀមលោតទឹកឲ្យហើយចំណែកខូប៊ីក៏ចង់ជួយដែរប៉ុន្តែមិនដឹងថាធ្វើមិនបានមកដៃធំយ៉ាងនេះបន្តមកទៀតកាប់បានដាក់ការងារឲ្យកូនចៅរបស់គាត់ទាំង3នាក់គឺខូប៊ីទៅកំទេចដៃធំនោះប្រូសទៅការពារគ្នារបស់គាត់នៅពេលដែលកំទេចថ្មធ្លាក់ទៅទូកចំណែកហែមើពោជាអ្នកវាយការពារខូប៊ីហើយនិងគ្រូសពេលកាត់ការងាររួចហើយកាប់ក៏ងើបឡើងទៅប្រឈមមុខជាមួយនឹងគូសានខ្សែជាថ្មីប៉ុន្តែមុនពេលបាយជាមួយគូសានកាប់បានស្ទូវប់ទៅកាត់ការពីសារ៉ូចោលជាមុនសិនក្នុងពេលជាមួយគ្នាកូប៊ីក៏ប្រើក្បាច់ពិសេសរបស់គាត់គឺ Honesty Impact បាយកំទេចដៃរបស់ពីសារ៉ូបានសម្រេចផងដែរបន្ទាប់ពីគ្រប់គ្នាបានឡើងទៅលើទូកមានសុវត្ថិភាពអស់ហើយកាបានទូរស័ព្ទទៅប្រាប់ថាស៊ីគីឲ្យនាំគ្នាជិះដំណើរទៅមិនកម្មគាត់ទេស្ថានភាពរបស់កាប់នៅពេលនេះមើលទៅពិតជាណាធំណាស់ប៉ុន្តែគាត់នៅតែឯសោតចេញមកន័យថាប្រហែលជាគាត់មិនអីទេប្រហែលថ្ងៃក្រោយមកសារព័ត៌មានបានចោទថាកាប់បានបាត់ខ្លួនហើយពេលនេះសំកាត់ទៅមើល Blackbeard បន្តិចមូលហេតុដែលគាត់ដល់នៅកោះ Pirate Island របស់គាត់គឺដោយសារតែគាត់ចោលរវល់ទៅកម្មស្ទាក់បៃឡហើយមើលទៅស្ថានភាពរបស់ឡនៅពេលនេះនៃស្វាបាត់ហើយចំណែក Blackbeard សប្បាយចិត្តណាស់ព្រោះគាត់បានឈ្នះនៅពេលនោះ Blackbeard បានលើកយករឿងដែលឡកាត់យកបេដូរបស់កូនចៅគាត់ចំនួន100មាសទៅប្រគល់ឲ្យរដ្ឋាភិបាលដើម្បីបដូរយកតំណែង Warlord ឥឡូវនេះគាត់កំពុងតែនឹករកវិធីដើម្បីឲ្យឡប៉ះឲ្យសងគាត់វិញក្នុងពេលជាមួយគ្នាវាផូននៅសាវិធីមួយទៀតប្រហែលជាអាចជួយឡមែនកាលពីមុន Chopper ធ្លាប់ឲ្យឆ្នាំកាមបោគាត់មកចាប់ពេលញ៉ាំទៅគាត់អាចប្រាកាយខ្លាយតែយេស៊ូឡងបានមិនបាច់មើលវិចារណ៍ទេបន្ទាប់ពីបានខ្លាយទៅយេស៊ូឡងបែបផូចាប់ដើរវាយប្រហារទៅលើក្រុមរបស់ Blackbeard ពីក្រោយភ្លាមមិនឲ្យដឹងខ្លួនតនឡើយឡាច់គួយស្ដាយតម្រងស៊ូឡរបស់គាត់ប្រើបានតែរយៈពេលខ្លីតែប៉ុណ្ណោះស្នាណាដែលបែបផូនៅសល់កម្លាំងខ្លះអាចជួយសៃឡលោកយកទឹកហាគេចេញពីក្រុមរបស់ Blackbeard តន់ការទៅមើលរឿងមួយទៀតដែលការឡើងក្នុងពេលដំណើរគ្នាតតងជាមួយនៅសាបូពេលនេះសាបូបានត្រឡប់មកជួបជុំគ្នារបស់គាត់ដោយសុវត្ថិភាពវិញហើយបន្ទាប់ពីបាត់ខ្លួនអស់មួយរយៈហើយកម្មយុតិសាបូបានទៅប្រាប់អ៊ីវ៉ាននិង Dragon ពីអ្វីដែលគាត់បានឃើញនៅ Marisol អ្វីដែលអ៊ីវ៉ានហើយនិង Dragon យំនឹងគឺហេតុអីបានជានៅលើតំបន់កាសែតមានរឿងមួយទៅដែលជាសាបូបានសម្លាប់ស្ដេច Cobraរឿងណាវាមានដូចតទៅការពិធីមួយខែមុនក្រុមរបស់សាបូបានទៅទឹកដី Marisol ដើម្បីបង្កចលាចោលវិឆានជាមួយនៅ Celestial Dragon ហើយនឹងជឿដំណោះពួកទៀតស្គររួមទាំងគូម៉ាផងដែរក្នុងកន្លងពេលនោះនៅ Marisol មានការប្រជុំធំមួយដែលធ្វើរៀងរាល់4ឆ្នាំម្ដងហើយមានស្ដេចចំនួន50ប្រទេសទៅចូលរួមប្រជុំគេហៅការប្រជុំនោះថា Revelry នៅពេលនោះស្ដេច Cobra មកពី Alabasta បានសុំចូលទៅជួប Elder 5ដើម្បីសួរនាំរឿងរ៉ាវមួយចំនួនហើយក្នុងពេលជាមួយគ្នាសាបូក៏បានលួចចូលទៅស្ដាប់ផងដែរ
នៅក្នុងបន្ទប់បឋមនោះមានកៅអីស្ដេចមួយដែលមិនតម្រូវឲ្យនរណាអង្គុយទេហើយមានអាវុធចំនួន20ដានដែលតំណាងឲ្យស្ដេច20ប្រទេសដែលមកការរដ្ឋាភិបាលពិភពលោកដោយរបបរប៉ែពីពេញទីនោះចង់បញ្ជាក់ថាអត់មាននរណាធំជារដ្ឋាភិបាលពិភពលោកទៀតទេនិយាយពីស្ដេច Cobra ឬរ៉ាដែលគាត់ចោទសួរទាំង5គឺវាតកតងជាមួយនឹងប្រវត្តិសាស្ត្រកាលពី800ឆ្នាំមុនហើយនឹងឈ្មោះអក្សរលីគាត់និយាយថាកាលពី800ឆ្នាំមុនក្រោយពេលរដ្ឋាភិបាលពិភពលោកត្រូវបានបង្កើតឡើងដោយស្ដេច20ប្រទេសរួចហើយគ្រួសាររបស់ស្ដេចទាំងអស់បានរើមកនៅទឹកដី Marie Swart ធ្វើជា Celestial Dragon មានតែស្ដេចស្រីនៅ Alabasta ឈ្មោះ Lily ទេតែអត់ចង់ធ្វើជា Celestial Dragon ហើយចង់ទៅរស់នៅ Alabasta ដូចធម្មតាប៉ុន្តែនៅពេលដែលគាត់ត្រឡប់ទៅ Alabasta វិញស្រាប់តែបាត់ខ្លួនដោយមិនដឹងមូលហេតុហើយដែលប្រាំក៏បានឆ្លើយថាពួកគាត់ក៏ដឹងដែររឿងហ្នឹងបន្ទាប់មកស្ដេច Cobra បានសួរដែល5ថាឈ្មោះអក្សរ D មានន័យថាម៉េចសំណួរមួយណាដែល5មានភាពសាក់ស្ទើរអត់ចង់ឆ្លើយទេហើយក៏ដេកស្ដេច Cobra ឲ្យត្រឡប់ទៅវិញនៅពេលនោះស្រាប់តែមានមនុស្សម្នាក់ពាក់ជុតខ្វៅក្រឹបមើលឃើញតែភ្នែកពណ៌ក្រហមបានដើរឡើងទៅអង្គុយនៅលើកៅអីស្ដេចដែលទំនេរបានន័យថាឋានៈរបស់គាត់ធំជាងរដ្ឋាភិបាលពិភពលោកទៀតដែលវាខុសពីលក្ខន្តិកៈរបស់រដ្ឋាភិបាលពិភពលោកដែលមិនអនុញ្ញាតឲ្យមាននរណាម្នាក់គ្រប់គ្រងរដ្ឋាភិបាលពិភពលោកឡើយហើយដែល5បានហៅឈ្មោះមនុស្សជុតខ្មែរនោះថា Emu នៅពេលនោះ Emu បានប្រាប់ស្ដេច Cobra ថាឈ្មោះអក្សរ D គឺជាសត្រូវរបស់រដ្ឋាភិបាលពិភពលោកតាំងពីបុរាណកាលមកហើយគាត់ក៏បានលើកឡើងនិយាយពីកំហុសរបស់ស្ដេចស្រី Lily ដែលបានធ្វើឲ្យមានស្លាយគណផលនៅកលៀបនៅទូទាំងពិភពលោកពេលនោះ Emu ក៏សួរបកមកកាន់ស្ដេច Cobra វិញថាឈ្មោះពេញរបស់ស្ដេចស្រី Lily គឺអីគេហើយអត់លាក់បានទេស្ដេច Cobra ក៏និយាយថាឈ្មោះពេញរបស់គាត់គឺ Nefertari Lily គ្រាន់តែលឺយ៉ាងភ្លាម Emu ដូចជាមានកំហឹងខ្លាំងហើយក៏បានបញ្ចេញអីម្យ៉ាងនៅកតុយទាំងទៅកាក់សម្រាប់ស្ដេច Cobra ចោលភ្លាមនោះសាបោក៏សម្រាប់ជួលទៅដើម្បីជួយស្ដេច Cobra គាត់បានប្រើភ្លើងវាយប្រហារទៅលើ Elder ទាំង5ហើយនៅ Emu ហើយនៅពេលនោះសាបោភ្ញាក់ផ្អើលណាស់នៅពេលដែលឃើញ Emu ហើយនៅ Elder ទាំង5បានប្រើកាយខ្លាចទៅជាបិសាចអីម្យ៉ាងមិនដឹងទេនៅក្រហមគឺនៅពេលនោះហើយដែលកាមេរ៉ាខ្យងថតរូបសាបោនៅជាមួយស្ដេច Cobra យកទៅយកកាសែតបានបន្ទាប់មកសាបោបានសាយស្ដេច Cobra ព្យាយាមរត់គេចចេញពីទីនោះតែស្ដេច Cobra នឹងខ្លួនថាគាត់ច្បាស់ជាមិនរួចទេមុនពេលគាត់ស្លាប់គាត់បានប្រាំយាឲ្យសាបោជួយនាំសារទៅប្រាប់ Lily ដែលជាកូនស្រីរបស់គាត់ហើយនៅ Luffy ថាពួកគេសិតតែមានឈ្មោះអក្សរ D ដូចគ្នាបន្ទាប់មក Emu បានប្រើកតុយទៅកាក់សាបោឲ្យរបួសម្នាក់ទៀតបណ្ដាគាត់របស់ស្ដេច Cobra ចេញពីណៃហើយចុងក្រោយស្ដេច Cobra បាននឹងចូលឡើងរារា Emu ដើម្បីជួយពញាពេលរសាបោរត់គេចចេញពីទីនោះបន្ទាប់ពីហេតុការណ៍នោះបានស្កប់ស្កល់មួយរយៈ Emu បានទូរស័ព្ទទៅកាន់ Elder 5ថាគាត់ចង់ធ្វើតេស្តអាវុធដែល Dr. Vega ផានទៅបង្កើតបានថ្មីឈ្មោះថា Mother Flame ហើយកន្លែងដែលគាត់ចង់ធ្វើតេស្តគឺរាជាណាចក្រ Lulusia អញ្ចឹងហើយទៅក៏ Lulusia ត្រូវបានគេលុបចេញពីផែនទីក្នុងរយៈពេលតែមួយព្រឹកភ្នែកនៅពេលនេះរដ្ឋាភិបាលដឹកនាំដោយ Emu មានអាវុធសាហាវមួយទៀតហើយគឺ Mother Flame រឿងមួយទៀតដែល Emu ចូលបានគឺចោលឲ្យ Elder 5ចាប់ពនាង VV ឲ្យគាត់មកទល់ពេលនេះអត់ទាន់មានអ្នកណាដឹងទេថាហេតុអីបានជា Emu ចូលបានពនាង VVនិយាយពីពនាង VV ពេលនេះមានសុវត្ថិភាពទេហើយក៏បត់តែរស់នៅលាក់ខ្លួនជាមួយនឹងការម៉ាងកាសាឈ្មោះ Morgan សម្រាប់រឿងនេះផងដែរខ្ញុំសូមឆ្លើយត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណដល់អូន Redaro សំកាន់បូរ៉ៃគុំខេមរ៉ានិងអាលីសាព្រមទាំង fan ជាច្រើនអ្នកទៀតដែលបានផ្ដល់ជាថវិកាដល់រូបខ្ញុំហើយក៏សូមអរគុណផងដែរសម្រាប់អ្នកដែលបានជួយចែក like ជួយ comment បេះដូងម្នាក់មួយហើយនិងជួយ subscribe សូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងទ្រព្យសម្បត្តិសម្បូរហួរហៀរ